លោកឧត្តមសេនីយ៍តូឡាមេងហួតនិងលោកអភិបាលស្រុកអង្គរបូរីឧបត្ថម្ភអំណោយដល់គ្រួសារក្រីក្រដែលឪពុកស្លាប់ពេលទៅនេសាទនៅក្នុងបឹងខេត្តតាកែវដើម្បីចូលរួមសម្រាលការលំបាកនៅក្នុងជីវភាពរស់នៅរបស់គ្រួសារក្រីក្រមួយដែលឪពុកបានស្លាប់បាត់បង់ជីវិតកំឡុងពេលចេញទៅនេសាទនៅក្នុងបឹងលោកឧត្តមសេនីយ៍តូឡាមេងហួតប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃក៏បានឧបត្ថម្ភអង្ករចំនួន100គីឡូក្រាមថវិកា40,000រៀលនិងមី10កេសដល់គ្រួសាររងគ្រោះដែលជាស្ត្រីមេម៉ាយមានកូនរស់នៅក្នុងបន្ទុក2នាក់ឈ្មោះតាខ្វៀងជីទៀងអាយុ55ឆ្នាំប្តីឈ្មោះតាពៅបានស្លាប់ពេលទៅរាវលាជាមួយគ្នានេះលោកកងអាណានអភិបាលស្រុកអង្គរបូរីក៏បានផ្ញើអំណោយរួមមានអង្ករ50គីឡូក្រាមមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកសុទ្ធ1កេសនិងថវិកាចំនួន50,000រៀលដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារផងដែរអំណោយទាំងនេះត្រូវបាននាំយកទៅប្រគល់ជូនគ្រួសាររងគ្រោះដែលមានលំនៅឋានស្ថិតនៅក្នុងភូមិភ្នំបាទេពឃុំព្រែកទូលស្រុកអង្គរបូរីខេត្តតាកែវដោយសេចក្តីអាណិតអាសូរនិងគោលបំណងជួយសម្រាលការលំបាកខណៈគ្រួសារនេះកំពុងជួបវិបត្តិបន្ទាប់ពីបាត់បង់មេគ្រួសារសកម្មភាពមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសគ្រួសារដែលកំពុងជួបការលំបាកនិងខ្វះខាតនៅក្នុងជីវភាពរស់នៅ